នេះគឺជាការ configure hotspot នៅក្នុង Marketing អូខេអញ្ចឹងបងប្អូនដឹង hotspot គឺយើងប្រើជាមួយនឹង user password អូខេសួស្តីបងប្អូនស្វាគមន៍មកកាន់ channel YouTube ពូ IT សាថ្មីអញ្ចឹងនៅក្នុងវីដេអូហ្នឹងយើងនឹងបង្ហាញអំពីការ configure hotspot នៅក្នុង router Marketing ដែលនៅក្នុងហ្នឹងខ្ញុំប្រើ router Marketing version 7.15.3 អូខេអញ្ចឹងយើងមាន5 step ដើម្បីធ្វើការ configure Marketing អញ្ចឹង step ទី1យើងធ្វើការ set up IP address និង subnet mask អូខេអញ្ចឹងយើងចូលមកកាន់ step ទី1អូខេអញ្ចឹងយើងចូលមកកាន់ interface មកអញ្ចឹងនៅក្នុង interface ហ្នឹងខ្ញុំធ្វើការ rename អញ្ចឹង interface ទី1ខ្ញុំដាក់វាជា WAN អូខេអញ្ចឹង interface ទី2យើងដាក់ hotspot អញ្ចឹងទៅអូខេអញ្ចឹងខ្ញុំដាក់ interface ទី2 hotspot អូខេអញ្ចឹងដើម្បី set hotspot ទី1យើងត្រូវការ set IP address វាសិនយើងចូល IP address មកអញ្ចឹងធ្វើការ set address វាអញ្ចឹងធ្វើការ add មួយមកអញ្ចឹងខ្ញុំឲ្យ address វា 10.10.10.1/24 តទៅទៀតធ្វើការ select interface ដែលយើងធ្វើការ set hotspot interface ទី2យើង apply មកអូខេបន្ទាប់ពីយើងធ្វើការconfig ហើយយើងចាប់ផ្ដើមចូល step ទី2យើងចាប់ផ្ដើម create address pool ណាអូខេអញ្ចឹងយើង create address pool មកនេះអូខេអញ្ចឹងយើងចូលកន្លែងIP pool នេះតទៅទៀតធ្វើការ add address pool មកអញ្ចឹងខ្ញុំ add ឲ្យវា start ពីម៉ានខ្ញុំដាក់ pool hotspot អញ្ចឹងទៅអូខេអញ្ចឹង address វាឲ្យវា start ពីម៉ាន 10.10.10.10 ដល់ 10.10.10.100 អញ្ចឹងទៅ hotspot ណាអូខេ 10.10 ដល់ 10.10.100 ហើយចំណេញយើងចុច apply មកអូខេអញ្ចឹងយើងចូលទៅកាន់ step ទី3យើងចាប់ផ្ដើមធ្វើការ set up hotspot ឲ្យវាណាអូខេអញ្ចឹងដើម្បី set up hotspot យើងចូលមកកាន់ IP ហើយយក hotspot មកអូខេអញ្ចឹងកន្លែងនេះយក server មកអញ្ចឹងយើងយក wizard ណាយើងចុច hotspot set up តទៅទៀតយើង select interface គឺ interface ទី2 hotspot យើងចុច next មកហើយកន្លែងនេះ local address របស់យើងគឺហ្នឹងហើយចុច next ទៀតមកកន្លែងនេះ address pool វាចាប់យកចេញមកពី pool យើងបង្កើតមិញហ្នឹងណាចុច next ទៀតមកហើយកន្លែង certificate នេះយើងយក none មកហើយចុច next ទៀតមកអញ្ចឹងកន្លែង IP address of SMTP server ហ្នឹងយក 00 យើងមកណាចុច next ទៀតមកហើយកន្លែង DNS កន្លែង DNS server អញ្ចឹងកន្លែងហ្នឹង DNS server ហ្នឹងយើងអាចដាក់មកកន្លែងហ្នឹងណាយើងដាក់អីគេកន្លែង DNS ហ្នឹងយើងអាចដាក់ grade 8មកខ្ញុំចុច next ទៀតមកនេះ DNS server លើដាក់របស់ Google ណាអូខេបន្តមកទៀតអីគេអញ្ចឹងបន្តមកទៀតDNS name អញ្ចឹង DNS name យើងដាក់មកឥឡូវខ្ញុំដាក់hotspot អញ្ចឹងទៅឬក៏យើងដាក់ជាបានយើងដាក់poolIT.com អញ្ចឹងមកណាឬក៏ hotspot អញ្ចឹងមក hotspot.poolIT.com អញ្ចឹងឬ .local អញ្ចឹងទៅយើងធ្វើការចុច next ទៀតមកអូខេអញ្ចឹងកន្លែង user admin នេះយើងដាក់ password ក៏បានមិនដាក់ក៏បានដែរកន្លែងហ្នឹងខ្ញុំអត់ប្រើជាមួយនឹង local user របស់ hotspot ទេអញ្ចឹងចុច next មកអូខេអញ្ចឹងឥឡូវខ្ញុំបាន hotspot មួយណាអូខេអញ្ចឹងយើងចូលទៅកែកន្លែងយើងដាក់ click វាមកនេះយើងអត់មានកែទេយើងយកវាកន្លែង address នេះយើងយកឲ្យវាតាមួយ mask ទេបានតែមួយម៉ាស៊ីនទេចុច apply អូខេតមក server ណាយើងចុចកន្លែង hotspot របស់យើងមកអញ្ចឹងកន្លែងនេះយើងត្រូវធ្វើការឲ្យវា login by mask address ប៉ុណ្ណឹងមកកន្លែង mask authentication នេះយក user and password ណាអូខេ cookie វាគឺ3ថ្ងៃណាតទៅទៀតកន្លែងradius នេះយើង enable វាដើម្បីឲ្យវា connect ជាមួយនឹង user manager អញ្ចឹងយើងប្រើជាមួយនឹង user manager យើងអត់ប្រើ default របស់ user របស់ hotspot ទេយើងចុច apply ចុច OK យើងប្រើជាមួយ user ហ្នឹងក៏បានដែរយើងមិនបាច់ប្រើមួយ manager នេះក៏បានដែរតែបើយើងចង់ប្រើមួយ manager ហ្នឹងក៏បានដែរអូខេបន្តមកទៀតយើងបានធ្វើការ connect ប៉ុណ្ណឹងអស់ហើយអូខេមកទៀតយើងអត់មានធ្វើអីទៀតទេកន្លែងនេះអូខេអញ្ចឹងយើងឃើញហោះ connect មកហើយណានេះហោះយើងមាន2អូខេអញ្ចឹងយើងចូលមកកាន់ step ទី4របស់យើង enable AA setting
chẳng ai dương ai vô dương cho một can là system user đấy nè chẳng dương ai vô user này phơi chỉ một hotspot bàn chẳng dương cho cái này AA bay đam mới dương enable use radius hay là dương vô user nó ai thua chỉ user radius bàn á ai login hotspot và dương bàn chỉ apply mà ok phần năng má chỉ bật máตัวมันเตี้ยយើងចាប់ដើមធ្វើការ configure radius ណាយើង configure radius ជាងយើងចូលមកកាន់ radius មកតមកទៀតយើងចូលកន្លែង incoming នេះយើង enable វាមួយមកខ្ញុំចុច apply អូខេតមកទៀតយើងធ្វើការ add វាមួយមកចឹងកន្លែងយើងប្រើជា service គេចឹងយើងយក service hotspot យើង select តែ hotspot មួយបានហើយដោយសារយើងយកតែ hotspot ទេហើយ address កន្លែងនេះ address ហ្នឹងយើងដាក់ local loopback របស់យើងមក127.0.0.1 ខ្ញុំ copy ទុកមកហើយ password ខ្ញុំដាក់1 2 3 4 5 6 7 8 9អូខេតែប៉ុណ្្នឹងមកយើងចុច apply អូខេណាយើងអត់មានអីទៀតទេអានេះ status សម្រាប់ពេលដែល client connect មកយើងអាច check មើលគេ request ម្ដងអីម្ដងអញ្ចឹងទៅអូខេតមកទៀតយើងចូលទៅកាន់នេះគេ step ទី5របស់យើងធ្វើការ configure user manager យើងចូលមកកាន់ user manager មកនេះ setting កន្លែងនេះយើងធ្វើការ enable វាយើងចុច apply មកអូខេណានេះ setting កន្លែងនេះយើងចុច OK មកណាអូខេតមកទៀតយើងធ្វើការ add router មួយវាអញ្ចឹងខ្ញុំដាក់ router 1អញ្ចឹងទៅខ្ញុំមិនកាយទេហើយយើង password យើងផា IP យើងចេញចូលមកតមក password នឹងត្រូវដាក់ដូច radius ដែរណាអូខេតមកទៀតចុច apply អូខេខ្ញុំចូល setting ម្ដងទៀតអូខេមកណាអូខេបន្ទាប់ពីប៉ុណ្្នឹងហើយយើងត្រូវធ្វើអីទៀតតទៅប៉ុណ្្នឹងហើយណាតទៅប៉ុណ្្នឹងយើងចាប់ផ្ដើមធ្វើការបង្កើត user នៅក្នុង user radius ហ្នឹងដើម្បីឲ្យ client យើង access ណាអូខេអញ្ចឹងខ្ញុំបង្កើត user មួយមកខ្ញុំធ្វើការចុច add user អូខេខ្ញុំដាក់ user 1អញ្ចឹងទៅ password ខ្ញុំដាក់1 2 3 4 5អីចឹងទៅកន្លែងនេះយើងអត់មានលេងអីទេខ្ញុំចុច apply អូខេខ្ញុំបង្កើត copy user ហ្នឹងមកខ្ញុំ copy មួយទៀតមក user 2 1 2 3 4 5ដែរទៅអូខេអូខេទៀតមក user 1 5ដែរមកឃើញប៉ុណ្ណាអូខេ5ដែរមកអូខេអញ្ចឹងយើងអាចសូ password បាន1 2 3 4 5អានេះ1 2 3 4 5ដូចគ្នាអូខេតែប៉ុណ្្នឹងមកគឺយើង config ចប់ហើយណាអញ្ចឹងយើងអាចចូលមកកាន់ IP យើងមើល hotspot របស់យើង hotspot ណាអូខេអញ្ចឹងយើងឃើញហោះមានហើយនេះហោះយើងណាប៉ុន្តែវាអត់ទាន់ active ទេនេះវាអត់មាន active ទេវាមានតែហោះទេណាអូខេអញ្ចឹងខ្ញុំចូលមកកាន់ client របស់យើងអូខេអញ្ចឹង client ខ្ញុំប្រើ Windows 10ណា client PC 02និង PC 03អូខេអញ្ចឹងបងប្អូនដែលទស្សនាវីដេអូនេះកុំភ្លេចជួយ subscribe YouTube admin ម្នាក់មួយផងអូខេអញ្ចឹងខ្ញុំធ្វើការ disable network card វាមកអូខេ disable ដើម្បី connect ឲ្យវា connect ទៅ hotspot disable មកហើយខ្ញុំ enable វិញអូខេខ្ញុំ enable វិញអូខេអញ្ចឹងវានឹងបើកផ្ទាំង browser មួយ connect ទៅ hotspot យើងឃើញទេ hotspot.poit.com អញ្ចឹងធ្វើការ login user 1នឹងចូលមកហើយយើងវាយ password មក1 2 3 4 5ណានេះជា password ដែលយើងបានកំណត់មកអញ្ចឹងធ្វើការចុច connect អូខេអញ្ចឹងដើរឃើញទេនេះអញ្ចឹង hotspot របស់យើងដើរយើងអាចមើល YouTube បានយើងចូល YouTube មកនេះឃើញទេយើងអាចមើល YouTube មើលថាយើងវាយខ្មែរសងអីចឹងទៅនេះអូខេអញ្ចឹង YouTube របស់យើងដើរអញ្ចឹងយើងចូលមកកាន់ MyKitik របស់យើងនឹងឃើញហើយណាយើងចូលកន្លែងនេះឃើញ user មួយនេះ hotspot active ឃើញទេហើយយើងយកចុចកន្លែងនេះទៅហើយវា load នេះ hotspot នេះឃើញដើរ user មួយឃើញអត់ active មួយនេះ IP 97នេះអូខេអញ្ចឹង user មួយទៀតយើងអាចចូលមើលកន្លែង user manager មកនេះយើងអាចចូលមើលកន្លែង user manager ស៊ូមមកទូចមកអូខេអញ្ចឹងយើងនឹងឃើញ user ហ្នឹងគាត់មាន active ហើយណា user នេះ user របស់យើងណាយើងអាចចូលមើល section ឃើញគាត់គឺ user 1គឺ active ហើយនេះឃើញនេះ A active
ok chắc nhung lọc cho user thủ nhưng cho một can VM mà dương tiền máu nhé ok user này đá chứ em cho một can user này đi nè nhưng thua can disable network can môi sân máu ok nhưng thua can disable network can môi máu nhưng thua can enable vinh okต่อมาទៀតវាលុតផ្ទាំងមួយចឹងយើងបាយមក user 2 password យើងហ្មង1 2 3 4 5អូខេចឹងយើងធ្វើការ log ចូលអូខេចឹងអ៊ីនធឺណិតរបស់យើងគឺតនាកាយណានេះយើងអាចវាយ YouTube មកណានេះយើងអាច search បានណាចឹងតើតើយើងមាន user ហ្នឹងបានអាចតនាការបានយើងអាចមើល status speed របស់យើងបានយើងក៏វាយ pool IT យើងអាចវាយ hotspot ដល់ poolit.com ឲ្យយើងវាយតែប៉ុណ្្នឹងមកបានហើយនេះឬក៏យើងវាយជាhotspot ដល់ pool.com/status ចឹងទៅអញ្ចឹងវានឹងបង្ហាញ status ឲ្យយើងណាអូខេតែពិតវាត្រូវបង្ហាញ status ឲ្យណាអូខេអញ្ចឹងយើងអាចមើលឲ្យបានហើយ hotspot របស់យើងក៏ដើរដែរណាអូខេ hotspot របស់យើងដំណើរការយើងអាចចូលកាន់ Microtik គឺឃើញ active ហ៎អូខេអញ្ចឹងតើតើការ config hotspot គឺមានតែប៉ុណ្្នឹងទេអូខេអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយរបៀប limit speed នៅលើ hotspot របស់យើងដែលយើងប្រើជាលក្ខណៈ dynamic ណាអញ្ចឹងយើងនឹងកំណត់ limit speed hotspot នៅវីដេអូក្រោយអញ្ចឹងវីដេអូហ្នឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងអត់មានអីទេអញ្ចឹងការ set up hotspot របស់យើងគឺបានបញ្ចប់ហើយយើងអាចមើលកន្លែង IP យើងអាចមើលកន្លែង firewall បានឃើញទេអូខេអញ្ចឹងវីដេអូក្រោយខ្ញុំបង្ហាញបងប្អូនបើសិនជា យើង config វាអត់ដើរតែយើងត្រូវដោះស្រាយវាមិនអូពេលដែលយើង config hotspot ហើយ hotspot នឹងអត់ដើរអញ្ចឹងយើងត្រូវធ្វើមិនខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងកុំភ្លេចជួយ like និង subscribe ជេនែល YouTube admin ម្នាក់មួយផងយើងនឹងជួបគ្នានៅវីដេអូក្រោយ